ការរីកធំឡើងនៃសរសៃឈាមអាចកើតឡើងនៅគ្រប់ផ្នែកនៃរាងកាយដូចដែលអ្នកបានដឹងសរសៃឈាមរត់ពីបេះដូងទៅជើងវាអាចរីកធំឡើងនិងពង្រីកដោយសារតែដំណើរការជំងឺប៉ុន្តែជាទូទៅសរសៃឈាមអោតាតែនៅជិតបេះដូងនិងចេញពីពោះដែលហៅថាអោតាតូរ៉ាស៊ីកឬអោតាអាប់ដូមីណាគឺជារឿងធម្មតាណាស់កត្តាហានិភ័យជាទូទៅគឺអាយុការជក់បារីនិងសម្ពាធឈាមខ្ពស់ជាពិសេសសម្ពាធឈាមដែលមិនត្រូវបានគ្រប់គ្រងដូច្នេះនេះហើយជាមូលហេតុដែលជំងឺនេះគឺពេញនិយមណាស់នៅប្រទេសខាងលិចតែមានប្រជាជនចាស់ជ្រេច្រើនទោះជាយ៉ាងណាក៏ដោយនៅប្រទេសយើងផងដែរពេលដែលប្រជាជនចាស់ជរាកំពុងកើនឡើងជំងឺនេះក៏កំពុងក្លាយជារឿងធម្មតាឡើងដូច្នេះប្រសិនបើអ្នកជាមនុស្សចាស់ជរានិងជាមនុស្សមានជំងឺសម្ពាធឈាមខ្ពស់មានប្រវត្តិជក់បារីខ្ញុំគិតថាជាពិសេសជាមួយនឹងជំងឺបេះដូងគួរតែចូលរួមកម្មវិធី Scan អោដាដោយឆាប់រហ័សរោគសញ្ញាអាចមិនមានអ្វីទេព្រោះវាមិនទាន់ឈានដល់ទំហំគ្រោះថ្នាក់ដូច្នេះអ្នកជំងឺភាគច្រើនតែងតែចូលមកក្នុងស្ថានភាពបន្ទាន់ហើយនៅពេលនោះជម្រើសការព្យាបាលក៏កាន់តែមានកំណត់ដូច្នេះប្រសិនបើអ្នកមានហានិភ័យទាំងអស់អ្នកគួរតែចូលរួមកម្មវិធី Scan ទោះជាយ៉ាងណាក៏ដោយជម្រើសការព្យាបាលក៏មាននៅក្នុងដំណាក់កាលចុងក្រោយផងដែរយើងធម្មតាប្រើវិធី Aortogram ឬ Angiogram ដើម្បីបញ្ជាក់ទំហំរបស់ aorta ហើយអាស្រ័យលើទំហំរបស់ aneurysm យើងមានផែនការព្យាបាលបច្ចុប្បន្ននេះយើងមានកម្មវិធីព្យាបាល endovascular ដ៏ល្អប្រណិតនៅក្នុងទម្រង់នៃការជួសជុល thoracic endovascular aneurysm តែគេហៅថា TEVA ឬសម្រាប់ abdominal aortic aneurysm ការជួសជុល endovascular aortic aneurysm តែគេហៅថា EVA ហើយសូម្បីតែសម្រាប់ aortic aneurysms ដែលស្មុគស្មាញយើងមាននីតិវិធីដ៏ល្អប្រណិតតែគេហៅថា hybrid procedures និង fenestrated grafts តែអាចរកបានដើម្បីឲ្យហានិភ័យនិងបញ្ហាស្មុគស្មាញត្រូវបានកាត់បន្ថយយ៉ាងខ្លាំងនៅសម័យមុនយើងមានជម្រើសតែប៉ុណ្ណោះនៃការវះកាត់បើកតែមានអត្រាមរណភាពនិងជំងឺខ្ពស់បច្ចុប្បន្ននេះមជ្ឈមណ្ឌលរបស់យើងធ្វើនីតិវិធី endovascular តែមានអត្រាមរណភាពនិងជំងឺទាបបំផុតតិចជាង1ឬប្រហែលនោះដូច្នេះប្រសិនបើអ្នកមានកត្តាហានិភ័យនិងរោគសញ្ញាអ្នកគួរតែជួបអ្នកជំនាញរបស់យើងភ្លាមដើម្បីឲ្យយើងអាចព្យាបាលអ្នកបានឆាប់រហ័សសម្រាប់លទ្ធផលល្អបំផុតរបស់យើង